ចាជាធម្មតាខ្ញុំសូមគោរពជំរាបសួរមេដាបដាសានិងលោកគ្រូអ្នកគ្រូជាពិសេសសិស្សានុសិស្សទាំងអស់គ្នាជាទីស្រឡាញ់ចាមេដាបដាសាសួរថាអ្នកគ្រូអ្វីជាក្រមសីលធម៌របស់គ្រូបង្រៀនអ្នកគ្រូអាចបកស្រាយបានអត់ចានិយាយទៅអ្នកគ្រូរីករាយក្នុងការបកស្រាយគ្រប់ប្រធានបទទាំងអស់ឲ្យតែមេដាបដាសាឬក៏លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សចាខមមិនមកប្រធានបទអីក៏បានដែរតើទៅនឹងវិស័យអប់រំដោយសារអ្នកគ្រូមានបទពិសោធន៍ជាង20ឆ្នាំជាមួយនឹងវិស័យអប់រំណាចាអញ្ចឹងថ្ងៃនេះអ្នកគ្រូសូមអធិស្ឋានអ្នកគ្រូពាក់កៅអៅល្ងាដោយសារអ្នកគ្រូនៅអឺរ៉ុបអញ្ចឹងនៅខ្មែរយើងក្តៅដល់ពេលនេះល្ងាអញ្ចឹងអ្នកគ្រូពាក់អាវល្ងាណាចាអញ្ចឹងក្រមសីលធម៌របស់គ្រូបង្រៀនចាមានដូចជាទី1គ្រូពេលវេលាបានល្អសម្រាប់បំពាក់សមរម្យអាកប្បកិរិយាសមរម្យយុត្តិធម៌មិនលំអៀងចាមានវិធីសាស្ត្រក្នុងការបង្រៀនចាចំណុចទាំង5នេះគឺជាចំណុចដែលគ្រូបង្រៀនទាំងអស់ត្រូវធ្វើចាហើយនឹងមាន4ចំណុចបន្ថែមទៀតទី1មានចំណេះដឹងទូលំទូលាយចាទី2មានមនសិការការងារចាមានព្រហ្មវិហារធម៌មិនប្រព្រឹត្តអំពើអបាយមុខចាមានគំរូល្អដល់មហាជនចាអញ្ចឹងសរុបសេចក្តីមកគឺអ្នកគ្រូមាន10ចំណុចហ្នឹងសម្រាប់ក្រមសីលធម៌របស់គ្រូបង្រៀនដោយសារពេលវេលាអ្នកគ្រូខ្លីអញ្ចឹងអ្នកគ្រូអត់ចង់បកស្រាយច្រើនទេអញ្ចឹងក៏សូមផ្ដល់ព័ត៌មានទៅដល់មេដាបដាសាមុនឱកាសពិធីបុណ្យចូលឆ្នាំខាងមុខនេះសាលាអន្តរជាតិ JC 56គ្រប់កម្រិតនិងសេវាកម្មបង្រៀនគួរតាមផ្ទះBig Bang ចា Home Tutoring Service មានការបញ្ចុះតម្លៃពិសេសសម្រាប់ជ្រើសរើសគ្រូ Grade A បញ្ចុះតម្លៃ$30ក្នុងមួយថ្នាក់ចាសូមអរគុណសូមគោរពលា